វាសួងបងថ្ងៃនេះមានម៉ាស៊ីន2ចង់ធ្វើការបង្ហាញសុំថតក្រៅមកទៅដោយសារតែថ្ងៃនេះផ្លែកដែរយើងអត់រៀបយមម៉ាស៊ីនភ្ញៀវទេតែយើងមករៀបយមម៉ាស៊ីនដាក់នៅហាងវិញម៉ាស៊ីនថ្ងៃហ្នឹងគឺយើងប្រើជាមួយនឹង component Asus ឥឡូវយើងមានម៉ាស៊ីន Ultra មួយជាមួយនឹងម៉ាស៊ីន AMD មួយសម្រាប់ដាក់នៅហាង demo ជូនបងអញ្ចឹងណាហើយឥឡូវចាប់វិញយើងមកមើលខាងណាមុនខាងនេះយើងមានជាមួយនឹងម៉ាស៊ីន Asus ដែរប៉ុន្តែខាងយើងមាន spec Ultra ដាក់ក៏ CPU ខាងនេះយើងប្រើជាមួយ Ultra 5 2F ហើយនឹង 560 Ti 16G ខាងនេះគឺ ASUS A32 លេងជាមួយនឹង Prime លេងមកពេញយកប្រយោជន៍ Cooler យើងមាន Cooler LCD របស់ ASUS Prime ទៀតតែសំខាន់ IDM យើងគេបងគឺ board ថ្ងៃនេះយើងមានជាមួយ board Z 890p Wi-Fi ហើយ board នេះមិនដាក់បានតែតាម Ultra 5 ទេបងអានេះមិនបានដាក់ demo ទេតែបើសិនជាបងទិញយកទៅប្រើ Ultra 5 Ultra 7 Ultra 9ហ្នឹងបងសេរីពួក board Prime ជាទូទៅវាមានIO Shield យើងអត់មាន pre-install ទេប៉ុន្តែ board សេរីថ្មីនេះគឺមាន pre-install IO Shield ហើយសម្រាប់ខាងក្រោយហ្នឹងបងឃើញអញ្ចឹង board Z គេមាន USB ច្រើន port មាន HDMI មាន DP បងចង់បានរ៉ូនអីគឺមានរ៉ូនហ្នឹងហើយសំខាន់គឺ Wi-Fi 7ទៀតហើយសម្រាប់ board ហ្នឹងបងឃើញ design ធម្មតាវា simple ចឹងមែនតែ feature វិញទំនើបកប់ដោយសារ board វាសេរីខ្ពស់ដែរសម្រាប់ feature មានពាក់ទៅលើ feature AI ច្រើនតែសំខាន់ជាងគេ MP3 នោះយើងមាន RAM ជាមួយ DDR5 វា enhance performance គេអាមយកមកហើយ spec ផ្សេងៗនឹងបងឃើញដាក់នៅលើហ្នឹងឲ្យមើលបណ្ដោយបងចង់ដឹង information ថែមពី board ហ្នឹងអាចចូលទៅមើល website ASUS ក៏បានដែរតែម៉ាស៊ីនប៉ុណ្ណាបង keyboard នៅលំឯង Wi-Fi RG Azure អាចទៀតបើសលេងនេះអាមកប់មាន OLED screen សលេងគេអីយោដាក់នៅលើហ្នឹងឲ្យចុចយកមកជាមួយនឹង monitor ASUS អានេះ RG Strix HG27WCS ឥឡូវកូននេះល្បីដែរថាវា 2K 180Hz ហើយតម្លៃវាល្អដែរឥឡូវម៉ាស៊ីន Ultra ខ្ញុំទុកម្លាយសិនយើងមកមើលម៉ាស៊ីន AMD ហ្មងខាងនេះយើងមានជាមួយនឹងម៉ាស៊ីន AMD រៀបឡើងជាមួយនឹង cache សចាប់បងម៉ណែមកមើលគ្រឿង700ហើយសម្រាប់ spec AMD ខាងនេះវិញរៀបចំឡើងជាមួយនឹង cache Linear អានេះគឺ cache ចេញថ្មី OD 1 Vision M ហ្នឹងបងហើយយើងលេងជាមួយទាំងហាពេញនៅគ្នានេះទាំងហាវាចាប់បានដល់ទៅប៉ុន្មានអានោះ3ចូល7គ្រាប់ទាំង adapter ទៀតវាច្រើនដែរវាចូលប៉ុន្មាន10គ្រាប់ហើយយើងប្រើជាមួយនឹង board M8H អានេះគឺ board RG ហ្នឹងបង B850 កតុយ G ជា pad board M8H ហើយ graphic វិញក៏ RG ដែរឃើញរៀងគេទូចឹងមែនតែ CPU ម៉ែ CPU 3សាច់9950 H3D អានេះគឺយើងមាន screen យើងអាចដាក់ display រូបភាពបានហើយនៅលើនេះយើងសល់ space ដាក់ screen ទៀតគាត់ថាបងចង់លេង screen ពណ៌អីក៏បានដែរយើងលេង highlight សខ្មៅជាមួយនឹង graphic card អញ្ចឹងទៅយើងអាចដាក់បាន19 inch អានេះ screen 8.3 inch ទេ graphic យើងប្រើជាមួយនឹង RTX 50 Ti ហ្នឹងបងហ្នឹងហើយប៉ុណ្ណេះបងចង់យកលេង game អីក៏បានដែរចង់តែ AMD ចង់តែ spec Intel Ultra អញ្ចឹងទៅ RAM ខាងនេះយើងមាន2ដើមប្រាប់អានេះគឺយើងប្រើជាមួយ RAM T-Force 32G ដូចគ្នាហើយ board នេះមាន4 slot ដែរហ្មងហើយសម្រាប់ monitor វិញ27 inch ដូចគ្នា RG Strix ដូចគ្នាតែគាត់ថាខាងនេះយើងបាន OLED model អីខ្ញុំភ្លេចបាត់ហ្នឹងបងដឹងតែ OLED 27 inch អានេះ spec គេ 2K 280Hz សំខាន់បាន OLED ហ្នឹងបងកញ្ចក់គេមើលពណ៌ដឹងហើយពណ៌ឡើងម៉ត់យកហ្មងយកលេង game អីត្រូវយកហើយអញ្ចឹងសម្រាប់វីដេអូមានតែប៉ុណ្្នឹងចង់មកបង្ហាញមកបងថាយើងមានម៉ាស៊ីន demo ឲ្យបងមកចុចលេងហើយបងដែលអាសាសួរថាចង់ចុចគ្រឿង ASUS ចង់តែផ្ទាល់នេះអាចមកបានដែរឥឡូវតែអត់មកជប់លេងចូលខ្ញុំហើយវីដេអូមានតែប៉ុណ្្នឹងយើងជួយគ្នាជាមួយវីដេអូក្រោយទៀតបាយបាយ